បាទទោះស្ដីបងប្អូនអរគ្នាក្រោយពេលដែលយើងបានសិក្សាការបូកឬដកចំនួនគុណជាមួយនឹងប្រភេទរួចហើយយើងមកបន្តតាក់ទងជាមួយនឹងប្រភេទស្មើគ្នាបាទអញ្ចឹងប្រភេទស្មើគ្នាយ៉ាងម៉េចយើងមើលទៅលើរូបភាពនេះបាទយើងដឹងថាមួយប្រឡោះរូបភាពនេះណាបាទគឺវាមានតម្លៃថា1ភាគ4ដោយសាររង្វង់នេះគឺយើងបានបែងចែកជា4អញ្ចឹងមកប្រឡោះហ្នឹងគឺ1ភាគ4បាទមួយប្រឡោះទាំងអស់ហ្នឹងគឺ1ភាគ4ដល់ពេលរង្វង់នេះយើងបែងចែកជា2អញ្ចឹងបានន័យថាមួយប្រឡោះនេះគឺ1ភាគ2បាទអញ្ចឹងចង់ដឹងថាតើ2ភាគ4ជាមួយនឹង1ភាគ2ហ្នឹងវាស្មើគ្នាអត់បាទអញ្ចឹងអានេះ1ភាគ4ហើយថែម1ភាគ4ទៀតបញ្ចូលគ្នាលាបពណ៌2ហ្នឹងទៅវាទៅជា2ភាគ4បាទអានេះគឺ1ភាគ2បើតាមរូបភាពយើងមើលទៅប្រកាសជាវាស្មើគ្នាហើយវាប្រកាសជាស្មើគ្នាតែម្ដងប៉ុន្តែតើយើងធ្វើដូចម្ដេចដើម្បីឲ្យដឹងថាវាស្មើគ្នាបាទខ្ញុំធ្លាប់បានបង្ហាញកាលពីមុនដែរអញ្ចឹងប្រភេទ2ដែលស្មើគ្នាលុះត្រាតែផលគុណខ្វែងរបស់វាស្មើគ្នាបាទបានន័យថាយើងយក4គុណជាមួយនឹង1ទៅគឺស្មើ4ហើយយើងយក2គុណនឹង2ទៅគឺស្មើ4ដូចគ្នាអញ្ចឹងបានន័យថាប្រភេទហ្នឹងគឺជាប្រភេទដែលស្មើគ្នាបាទអញ្ចឹងមើលរូបភាពនេះម្ដងបើយើងមើលរូបភាពនេះវិញណាបាទបានន័យថាគេផាត់ពណ៌2បាទកន្លែងនេះគេផាត់ពណ៌2ប្រឡោះអញ្ចឹងនៅលើ8ប្រឡោះព្រោះអីវងនេះគេបែងចែកជា8ប្រឡោះដល់ពេលអានេះគេផាត់ពណ៌1ប្រឡោះបាទនៅលើទាំងអស់ហ្នឹងគឺ4ប្រឡោះបាទ4ប្រឡោះអញ្ចឹងបានន័យថា1ភាគ4តើស្មើនឹង1ភាគ8អត់ចុះបើសិនជាយើងគ្មានរូបភាពវិញតើយើងត្រូវមើលមិនបាទយើងគ្រាន់តែគុណខ្វែងវាមកបាទបានន័យថាយើងយក4នេះគុណជាមួយនឹង2មកស្មើប៉ុន្មាន4គុណនឹង2គឺស្មើនឹង8ហើយយើងយក8នេះបាទ8នេះគុណជាមួយនឹង1មកស្មើប៉ុន្មានគឺស្មើ8ដូចគ្នាដោយសារអាពីរនេះវាស្មើគ្នាបាទបានន័យថាប្រភេទហ្នឹងគឺជាប្រភេទដែលស្មើគ្នាបាទឥឡូវយើងមកមើលរូបភាពយើងបន្តទៀតបាទយើងមើលរូបភាពបន្តទៀតបាទរូបភាពបន្តនេះគឺយើងមាននេះគឺ3ភាគ6បាទ3ភាគ6បានន័យថាយើងគិតថានៅក្នុងកន្លែងនេះគឺវាមានទាំងអស់6 1 2 3 4 5និង6ប៉ុន្តែគេបានផាត់ពណ៌ចំនួន3បាទអញ្ចឹងយើងអាចទៅធ្វើបានថា3ភាគ6ប៉ុន្តែនៅក្នុងកាឡាដដែលហ្នឹងបាទក៏មានកន្លែងក្រហមដែលខ្ញុំបានគូពីក្រៅនេះបាទកន្លែងក្រហមនេះបាទធំហ្នឹងខ្ញុំបានបែងចែកវាជា2បាទប៉ុន្តែក្នុងចំណោម2ហ្នឹងគឺខ្ញុំបានផាត់ពណ៌1នេះបាទខ្ញុំផាត់ពណ៌1អញ្ចឹងបានន័យថាកន្លែងហ្នឹងគឺ1ភាគ2ប៉ុន្តែតាមរូបភាពហ្នឹងនៅពេលដែលយើងមើលទៅយើងថាអូរូបភាពហ្នឹងការផាត់ពណ៌តែមួយតាផាត់ពណ៌ដូចគ្នាតាតោះឥឡូវខ្ញុំសុំលុបត្រឡប់មកវិញខ្ញុំសុំលុបចេញអស់ដើម្បីឲ្យបងប្អូនអរគ្នាមើលឲ្យឃើញច្បាស់បាទបានន័យថាអា3ភាគ6នេះជាមួយនឹង1ភាគ2ហ្នឹងគឺការផាត់ពណ៌ហ្នឹងតែមួយប៉ុន្តែសំណួរសួរថាតើវាស្មើគ្នាអត់បាទដើម្បីបញ្ជាក់ថាយើងមើលនឹងផ្នែករូបភាពគឺវាស្មើគ្នាប៉ុន្តែបើយើងអត់មានរូបភាពវិញគឺយើងមានតែធ្វើផលគុណខ្វែងទេបាទយើងយក6គុណនឹង1មកគឺស្មើប៉ុន្មានស្មើ6បាទដល់ពេលយក3គុណនឹង2មកស្មើប៉ុន្មានដែរបាទស្មើ6ដែរអញ្ចឹងបញ្ជាក់ថាវាជាប្រភេទដែលស្មើគ្នាហើយបាទដូចនេះយើងមើលប្រភេទនេះវិញបាទអានេះ6លើ6បានន័យថាកឡោនទាំង6ហ្នឹងគឺយើងបានផាត់ពណ៌ទាំងអស់បាទដល់ពេល3លើ3នេះបានន័យថានេះ3ធំនេះក៏យើងបានផាត់ពណ៌វាដែរបាទ3លើ3អញ្ចឹងតើវាស្មើគ្នាអត់បាទអញ្ចឹងយើងយក6គុណនឹង3មកបាទ6 3ដងមែន6 3ដងបាទ6 3ដង18យើងគុណខ្វែងណាបាទដល់ពេល6 3ដងនេះ18 18ស្មើ18បានន័យថាប្រភេទហ្នឹងគឺជាប្រភេទដែលស្មើគ្នាបាទឥឡូវយើងមកមើលការបំពេញចន្លោះរបស់យើងវិញម្ដងយើងមាន2ភាគ3តើវាអាចស្មើនឹងប្រមាណឥឡូវខ្ញុំសូមដោះស្រាយនេះឲ្យមើលមួយបាទដោយសារ2គុណជាមួយនឹង6នេះបាទ2គុណជាមួយនឹង6នេះគឺស្មើនឹង12អញ្ចឹងសំណួរសួរថាតើ3គុណនឹងប្រមាណឲ្យបាន12ដែរបាទ3គុណនឹងប្រមាណឲ្យបាន12អញ្ចឹង3ត្រូវគុណនឹងប្រមាណឲ្យបាន12អញ្ចឹងសូម3មក3 4ដង10 12អញ្ចឹង3ត្រូវគុណជាមួយនឹង4អញ្ចឹងបានន័យថា2ភាគ3គឺស្មើជាមួយនឹង6ភាគ4អញ្ចឹងយើងនៅសល់លំហាត់មួយទៀតចុងក្រោយគេសង្ឃឹមថាបងប្អូនអរគ្នាអាចដោះស្រាយបានផងដែរបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាទ